ស្វាគមន៍អ្នកគុណយមក៏គង់គ្រប់បទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងគ្រូសិលមួយសានឆ្នាំភាគទី235ដែលជាភាគបន្តរបស់យើងជាទូទៅខានឃើញឲ្យមានសម្រាប់រឿងនឹងយូរអ្នកខ្លះគិតថាអេដមីនឈប់សម្រាប់តែជាក់ស្ដែងគឺអត់នោះទេគ្រាន់តែចង់ឲ្យវាបានរៀងច្រើនបន្តិចព្រោះអេដមីនក៏ចង់ដឹងដែរថារឿងមួយនឹងจะមើលវាអាម៉េចទៀតសាច់រឿងចាប់ផ្ដើមឡើងនៅយ៉ាអស់មួយចានចង់ចេញមកវិញហើយនិយាយថាពិតជាចម្លែកណាស់រសជាតិនឹងក៏មិនឆ្ងាញ់ដែរសាននាងក៏បាននិយាយតែម្ដងក៏ប៉ុន្តែលោកញ៉ាំវាអស់រលីងម្នាក់ទៀតក៏បានរំលឹកអំពីម្ចាស់ក្រុងចាក់ចេញពីពួកគេនៅទីនេះដោយគ្មានការស្ទាក់ស្ទើរអាចដែរទេថាគេប្រកាសថាពួកយើងមិនអាចប្រទះឃើញអ្វីទាំងអស់តែធានតើគេហាក់បីដូចជាចាប់អារម្មណ៍ដឹងនៅអ្វីម្យ៉ាងនៅខាងក្រោមបន្ទាប់មកក៏ព្យាយាមរកទៀតក្មេងប្រុសសួរឲ្យថាតើកំពុងតែរកអ្វីស៊ីយ៉ាងនិយាយឲ្យថាគេគឺកំពុងតែធំក្លិនអ្វីម្យ៉ាងគឺជាក្លិនស្អុយនៃ zombie ស៊ីយ៉ានក៏ឆ្ងល់ហើយក៏ព្រោះថាសំបីតែនៅក្នុងក្រុងខាងក្នុងក៏មាននៅ zombie វេនេទីនូស៊ីយ៉ាងកំរាំងនៅម្រាមដៃរបស់គាត់បណ្ដាលឲ្យនៅទីនេះមាននៅការរុំជួយរួចហើយធានតើក៏ចូលទៅយ៉ានិយាយឲ្យថាអ្វីក៏ដោយឲ្យតែលាក់បាំងនៅចំពោះមុខរបស់មេធំគឺនឹងត្រូវប្រាជ័យទាំងអស់តាមពិតទីនេះគឺពិតជាមានបន្ទប់ក្រុមដីមែនឃើញយ៉ាចូលទៅស៊ីយ៉ានប្រាប់ឲ្យថារបស់យ៉ាកុំចូលទៅអីស៊ីយ៉ាងនឹងអ្នកដទៃទៀតក៏បានទៅតាមក្រោយបែបនេះគេក៏លែងខ្លាចហើយប្រាប់ថាខ្ញុំទៅដែរនៅខាងក្នុងនេះគឺជាខាងក្រៅនៃបន្ទប់ពិសោធន៍របស់ហ្វូសៀហ្វឹងស៊ីយ៉ាងបន្ទាប់ពីបានឃើញនៅខាងលើភ្ញាក់ផ្អើលខ្លាំងណាស់ថាតើពិតជាមាននៅ zombie មែនរាងកាយនោះត្រូវបានទម្លាក់ធ្លាក់ចុះមកក្រោមគណៈពេលនេះស៊ីយ៉ាងក៏យល់ហើយម្ចាស់ក្រុងគឺច្បាស់ជាកំពុងតែស្រាវជ្រាវនៅវិធីដើម្បីប្រឆាំងជាមួយនឹង zombie ហើយក្រោយមក zombie មួយនោះក៏ត្រូវបានគេបុកកំទេចយ៉ាមើលទៅវាមិនសមជាការស្រាវជ្រាវដ៏ត្រឹមត្រូវមួយនោះទេធានតើក៏បានហោះចូលមកមុខទៀតហើយយ៉ាឆ្ងល់ហើយថានំប៉ៅធំតើមានអ្វីទៅស៊ីយ៉ាងបានសួរដូច្នេះឯងមានអារម្មណ៍ដឹងអំពីវាដែរមែនទេគឺជាជំហាយដែលប្រហាក់ប្រហែលក៏លេទៅខាងក្នុងឃើញថាមនុស្សម្នាក់ក៏បាននិយាយទៅកាន់ម្ចាស់ក្រុងគឺជាកំហុសរបស់គេធ្វើប្រហែលនាំនៅគ្រោះមហន្តរាយមកដល់ក្រុងយ៉ងជីនសូមឲ្យម្ចាស់ក្រុងដាក់ពិន័យគេមកចុះម្ចាស់ក្រុងនិយាយទៀតហើយថាគ្មានបញ្ហាអ្វីនោះទេក៏ព្រោះគេដឹងថាម្នាក់នឹងមានចេតនាល្អអ្វីដែលគេធ្វើគឺគ្រាន់តែចង់ជួយសង្គ្រោះមនុស្សនៅក្រុងយ៉ងជីនចេញអំពីភាពរងទុក្ខវេទនាតែប៉ុណ្ណោះតែគ្រាន់តែថារៀងអន្តេសាពេកហើយម្នាក់នឹងក៏និយាយឲ្យអំពីការដែលម្ចាស់ក្រុងបានរកឃើញនៅមធ្យោបាយការពារមនុស្សមិនឲ្យទទួលរងនូវផលប៉ះពាល់ឬមួយក៏ស្លាប់អនាគតក្រុងយ៉ងជីនឥឡូវនេះគឺនៅក្នុងដៃរបស់ម្ចាស់ក្រុងហើយលើដូច្នេះហើយម្ចាស់ក្រុងរៀងដកដង្ហើមធំបន្តិចគួរឲ្យស្ដាយការស្រាវជ្រាវរបស់គាត់គឺមិនទាន់ចេញនៅលទ្ធផលណាមួយនោះទេបើទោះបីជាគាត់អាចឲ្យមនុស្សរស់ឡើងវិញតែពួកគេរស់មិនបានយូរឡើយគេបានសួរឲ្យថាមិនបានជាអញ្ចឹងម្ចាស់ក្រុងនិយាយទៅកាន់វ៉ងឈូតើឯងអាចធ្វើរឿងមួយឲ្យយើងបានដែរទេគេក៏បានប្រាប់ថាស្ម័គ្រចិត្តបន្ទាប់មកសាច់រឿងបង្ហាញឲ្យឃើញនៅខាងក្នុងបន្ទប់ពិសោធន៍របស់ហ៊ូស៊ីហ្វឹងម្នាក់នឹងនិយាយឲ្យតែអាចលុបលាងនៅកំហុសព្រមទាំងនាំនៅសេចក្តីសង្ឃឹមថ្មីមកដល់យ៉ងជីនបើទោះបីជាត្រូវលះបង់នៃជីវិតក៏គេសុខចិត្តដែរម្ចាស់ក្រុងពេលនោះក៏បាននិយាយប្រាប់ថាកុំនិយាយអញ្ចឹងឯងគឺនឹងមិនត្រូវស្លាប់នោះទេរួចហើយក៏បានចាក់បញ្ចូលនៅជាតិពឹសទាំងនេះវ៉ងឈូក៏ឆ្ងល់ហើយថាតើនេះគឺជាទឹកអ្វីទៅបន្ទាប់មកក៏ដឹងថាវាគឺជាចំហាយនៃ zombie ឆ្ងល់ហើយសួរទៀតថាតើម្ចាស់ក្រុងស្រាវជ្រាវអ្វីពិតប្រាកដតែនៅពេលនេះខ្លួនរបស់គេក៏ចាប់ផ្ដើមឆ្លងសួរថាលោកបានធ្វើអ្វីមកលើខ្ញុំម្ចាស់ក្រុងប្រាប់ទៅវិញយើងគ្រាន់តែនិយាយថាយើងត្រូវការជំនួយតែមិនបានប្រាប់ថាវាជាប្រភេទនៃការជួយអ្វីនោះទេវ៉ងឈូពេលនេះគេក៏បានដើរនៅលើផ្លូវដែលរាងកាយរបស់គេគឺពិតជាធំខ្លាំងមែនទែនមនុស្សម្នាឃើញហើយមានភាពភ័យខ្លាចឲ្យប្រញាប់ក្រោកឡើងក៏ព្រោះថានៅពេលនេះ zombie គឺបានចូលក្រុងហើយវរៈជនទាំងអស់ក៏បានចេញមកទប់ទល់ព្រមទាំងឆ្ងល់ផងដែរក៏ព្រោះថាវាគឺមាននឹងការវិវត្តរហូតដល់ធំបែបនេះដាច់ខាតគឺកុំឲ្យវាមកជិតក្រុងខាងក្នុងអីសោះមិនថាយ៉ាងណាពួកគេក៏មិនអាចទប់ទល់បាននោះទេបន្ទាប់មកក៏ត្រូវបានវងឈូជាន់ស្លាប់អ្នកដទៃទៀតក៏ប្រញាប់រត់តែគឺមិនអាចរួចបាននោះឡើយដំណាក់កាលនេះទៅហើយពួកគេក៏នៅតែស្រែកប្រាប់ឲ្យប្រញាប់រាយការណ៍ទៅកាន់ម្ចាស់ក្រុងស្ថានភាពបែបនេះមើលទៅកាន់ម្ចាស់ក្រុងហាក់បីដូចជាពេញចិត្តខ្លាំងណាស់ព្រោះមាននៅចលាចលម្ដងទៀតហើយក្រោយមកមនុស្សម្នាក់សុំនៅតបជំនួយគេនិយាយឲ្យនៅទីបំផុតក្រុងយ៉ងជីនគឺនៅតែមិនអាចគេចផុតពីកណ្ដាប់ដៃរបស់យើងដដែលម្នាក់នោះក៏បានសួរថាតើម្ចាស់ក្រុងគឺនឹងចេញមកជួយសង្គ្រោះពួកគេដោយផ្ទាល់មែនទេគេក៏ដឹងថាសាកុនស៊ីយ៉ាងគឺត្រូវបានបញ្ជូនទៅកាន់ទីនោះលើកនេះយើងផ្ដល់ឱកាសឲ្យពួកគេដើម្បីបញ្ជាក់នៅទ្វេដៃម្ដងទៀតទេចុះក្រោយមកបញ្ជាឲ្យកូនចៅទៅឃ្លាំមើលនៅពេលដែលស៊ីយ៉ាងបញ្ចេញសកម្មភាពប្រញាប់លួចវឹកហាត់ដូចស្នៀករបស់គេទៅក្រឡេកមកកាន់ក្រុងវិញយ៉ាជាមួយនឹងសាននាងក៏បានចេញមកហើយសាននាងនិយាយឲ្យថាទៅនេះគឺជាលទ្ធផលនៃការពិសោធន៍ចុងក្រោយបំផុតរបស់ម្ចាស់ក្រុងមែនទេមនុស្សម្នាទាំងឡាយកំពុងតែនាំគ្នារត់ចេញដោយភាពភ័យខ្លាចខណៈពេលដែលសាននាងនៅតែសរសើរថាគឺពិតជាការច្នៃប្រឌិតដ៏អស្ចារ្យមួយគួរតែនាំនៅល្ខោនមួយនេះទៅឲ្យបុព្វបុរសយ៉ាហោះចូលទៅការគ្រប់គ្រងនៅ zombie មែនទេប្រកបឲ្យយ៉ាទីចោះជាសំណាងគេនៅសល់ត្បូងបិសាចមិនទាន់បានរំលាយខ្លះហើយគេមើលថាតើវាយ៉ាងម៉េចដែរទៅដល់ហើយធ្វើការវាប្រហារចុះឡើង zombie នេះបើទោះបីជាធំតែគេល្បឿនជិតខ្លាំងណាស់យ៉ាបន្តវាប្រហារទៅលើគេរហូតតែម្ដងយ៉ាងណាក៏មិនត្រូវយ៉ាប្រាប់ឲ្យថាគឺពិតជាល្ងងខ្លៅនៅខាងនេះបន្តប្រតិសិនវាប្រហារចុះឡើងខណៈពេលដែលក្រញាំរបស់គេជិតមកដល់សាននាងក៏បានរត់លើដៃឡើងទៅលើបញ្ជានៅសក់របស់គេដូចជាសេះដូច្នេះយ៉ាវាប្រហារទៀតហើយសាននាងប្រាប់ថាប្រគល់ឲ្យនាងបន្ទាប់មកឲ្យគេដើរទៅមុខគ្រប់គ្រងនៅ zombie នេះឲ្យដើរទៅបណ្ដាយ៉ាវាប្រហារបណ្ដាខណៈពេលដែលមនុស្សម្នាបានឃើញចង់ដឹងណាស់ថាតើនេះគឺជាស្នៀតអ្វីទៅមនុស្សក្បែរខ្លួនស៊ីយ៉ានិយាយឲ្យថានៅក្នុងពិភពលោកមួយនេះ zombie បន្តដោះដូចជាសំណាបអញ្ចឹងហើយគ្មាននរណាដែលធ្លាប់បានស៊ើបអង្កេតអំពីប្រវត្តិដើមរបស់ពួកគេនោះដែរសាននាងមកដល់ឲ្យបុព្វបុរសមើលចុះព្រោះថា zombie លើកនេះវាគឺខុសអំពីរដូវនេះមានអារម្មណ៍ថាធ្លាប់បានឃើញកាលពីមុនខណៈពេលដែលវាបន្តស្រែកវរៈជនទាំងអស់ចេញមកការពារស៊ីយ៉ាងនិយាយឲ្យថាងាយទុកចិត្តគេពេកក៏នឹងត្រូវបានគេប្រើប្រាស់ម្ដងហើយម្ដងទៀតគឺពិតជាល្ងងខ្លៅបន្ទាប់ពីឃើញមានធម៌ពលចេញទៅទប់ទល់ជាមួយនឹង zombie កូនចៅម្ចាស់ក្រុងដឹងថាស៊ីយ៉ាងធ្វើសកម្មភាពហើយតែគេមើលមិនច្បាស់ទៅសោះតែជាស្នៀតអ្វីទៅមិនបានជាស៊ីជំរឿព្រមទាំងរញ៉េរញ៉ៃម្លេះបន្ទាប់ពីស៊ីយ៉ាងហោះចេញពីទីនេះ zombie មួយហ្នឹងក៏ត្រូវបានរួមទុយទៅវិញអ្វីដែលគេភ្ញា
ញាប់អនុគឺថាវងឈូមិនតន់ស្លាប់នោះទេវងឈូក៏បានទទួលស្គាល់ហើយថាគេគឺពិតជាខ្វាក់ភ្នែកជាខុសទៅលើម្ចាស់ក្រុងបណ្ដាលឲ្យគេធ្វើឲ្យគាត់ខ្លាចទៅជា zombie បែបនេះតែព្រោះតែរឿងនេះធ្វើឲ្យគាត់ដឹងថាអ្វីដែលហៅថា zombie ទាំងអស់នេះគឺត្រូវបានម្ចាស់ក្រុងជាអ្នកបង្កើតឡើងដោយផ្ទាល់ដៃនោះទេនិយាយទៀតថាគេគឺជាមេខ្លោងនៃគ្រោះមហន្តរាយក្នុងក្រុងយ៉ុងស៊ីនចំណែកសាច់រឿងភាគទី35ក៏ត្រូវបានស្លេតទៅត្រឹមនេះជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បាក់ដែលតែងតែគាំទ្រជាស្រ័យបើសិនជាមាននៅកំហុសខុសឆ្គងភ្នំមិនផ្លាប់បដោទឹកនៅទេហូជួបគ្នានៅក្នុងពិភពគុណបាយបាយ